license ពី Adobe Creative Cloud ខ្ញុំស្នើសុំឲ្យអ្នកទាំងអស់គ្នាកុំប្រើប្រាស់ Chrome ឬក៏ website ដែលអ្នកទាំងអស់គ្នាបាន login Adobe ឬក៏អ្នកទាំងអស់គ្នា login ហើយអញ្ចឹងបើអ្នកទាំងអស់គ្នា login Adobe ចូលទៅក្នុង Creative Cloud ឬក៏ចូលទៅក្នុង Adobe ហើយអ្នកទាំងអស់គ្នាធ្វើការ sign out ចេញវិញបើចំពោះខ្ញុំ recommend អ្នកទាំងអស់គ្នាប្រើប្រាស់ទៅលើ website ទៅលើ browser បែប iconic ដែលវាអត់មានជាប់ទៅលើខាច់ណាមួយអញ្ចឹងយើងអាចធ្វើការចូលទៅក្នុង website adobe.com អញ្ចឹងនៅក្នុងកម្មវិធី adobe.com ហើយត្រង់កន្លែងនេះអ្នកនរគ្នានឹងចេញមកបែបនេះអញ្ចឹងយើងយកពាក្យថា Java Asia កន្លែងនេះអ្នកនរគ្នាអាចមើលមួយហើយខ្ញុំយកពាក្យថា Java Asia យកពាក្យថា Java Asia ហើយអ្នកនរគ្នាអាចរើសត្រង់កន្លែងនេះកន្លែងនេះខ្ញុំ recommend ឲ្យអ្នកនរគ្នាយកវៀតណាម English អញ្ចឹងយើង click លើវៀតណាមយើងរើស location ដោយសារស្រុកខ្មែរយើងគឺអត់អាចមានន័យថាវាអត់ support ទៅ location ស្រុកខ្មែរទេអញ្ចឹងអ្នកនរគ្នាអាចយកវៀតណាមហើយយើងចូលទៅក្នុង view and pricing យើងចូលទៅក្នុង view and pricing នេះដើម្បីទៅមើលតម្លៃចេញពី Adobe របស់យើងខ្ញុំអាច recommend អ្នកនរគ្នាបានថាការទិញនេះខ្ញុំទិញប្រើរហូតដែរទេអញ្ចឹងអ្នកនរគ្នាអាចធ្វើការទិញបានជា pro tip មួយដែលខ្ញុំតែងតែទិញហើយខ្ញុំតែងតែប្រើគឺខ្ញុំប្រើ student and teacher ខ្ញុំអត់បានប្រើ individual ឬក៏ business ទេអញ្ចឹងខ្ញុំប្រើ student and teacher អញ្ចឹងអ្នកនរគ្នាអាចមើលឃើញបាននៅក្នុងការរើស student and teacher យើងទទួលបាន sale 76%អញ្ចឹងនេះជាតម្លៃមួយដែលជួយសម្រួលទៅដល់អ្នកទាំងអស់គ្នាបានច្រើនមែនទែនហើយការប្រើប្រាស់របស់យើងគឺយើងអាចប្រើប្រាស់បានរហូតដល់ទៅ20ជាង app ហើយអ្នកទាំងអស់គ្នាទទួលបានតម្លៃមួយដែលល្អមែនទែនអញ្ចឹងយើងចុចយក student teacher យើងយកពាក្យថា buy now អូខេអញ្ចឹងពេលដែលយើងចូលដល់ត្រង់កន្លែងនេះយើងអត់ចាំបាច់ tick អីទេអ្នកនរអាច tick ត្រង់កន្លែងនេះបានយើងរើសជាឆ្នាំឬក៏រើសជាខែជាទូទៅខ្ញុំបងជាខែអញ្ចឹងខ្ញុំយកវាជាខែហើយយើងចុច continue ហើយខ្ញុំអត់ recommend មានន័យថាបើសិនជាអ្នកនរគ្នាចុចត្រង់កន្លែងនេះគឺអ្នកនរគ្នាទិញ Adobe stock បន្ថែមទៀតអញ្ចឹងណាអញ្ចឹងយើងមិនចុចវាទេយើងចុច continue ទៅអូខេត្រង់កន្លែងដូចគ្នាដែរយើងអត់ចាំបាច់ធ្វើអីទេយើងយកពាក្យថា no thank you បាទនេះត្រង់កន្លែងនេះគឺជាចំណុចមួយដែលសំខាន់ដែលខ្ញុំស្នើមានន័យថាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតពីកន្លែងហ្នឹងកន្លែងហ្នឹងគឺ1 2 3បាទអញ្ចឹងនៅក្នុងកន្លែងនេះគឺជាការដាក់ email ដែលអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់នៅលើ Adobe Creative Cloud អញ្ចឹងអ្នកទាំងអស់គ្នាដាក់ email ណាដែលអ្នកទាំងអស់គ្នាអត់ទាន់ឬក៏អ្នកទាំងអស់គ្នាយកវាទៅប្រើប្រាស់អញ្ចឹងខ្ញុំកន្លែងនេះខ្ញុំ1 2 3បាទអញ្ចឹងត្រង់កន្លែងនេះគឺវាទាមទារឲ្យយើងដាក់ email អញ្ចឹងកន្លែងនេះគឺសំខាន់គឺអ្នកទាំងអស់គ្នាដាក់ email ដែលយើងយកទៅ sign in ចូល Adobe Creative Cloud អញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ email របស់អ្នកទាំងអស់គ្នាចូលអូខេអញ្ចឹងយើងចុចពាក្យថា continue បាទអញ្ចឹងត្រង់កន្លែងនេះវាទាមទារឲ្យអ្នកទាំងអស់គ្នាដាក់ password ចូលទៅក្នុងហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវមានAdobe Creative Cloud បើសិនជាអ្នកទាំងអស់គ្នាអត់មានទេយើងធ្វើការ sign up វាទៅអញ្ចឹងបើសិនជាត្រង់កន្លែងនេះខ្ញុំមានអញ្ចឹងខ្ញុំធ្វើការដាក់ password ចូលបាទសួស្តីអ្នកនរគ្នាអញ្ចឹងត្រង់កន្លែងនេះអ្នកនរគ្នាឃើញហើយគឺទាក់ទងមួយនឹង email របស់ខ្ញុំ
គឺខ្ញុំបានប្រើប្រាស់ sign in វាម្ដងហើយអញ្ចឹងយើងអត់អាចធ្វើការទិញវាបានទេអញ្ចឹងត្រង់កន្លែងនេះខ្ញុំចង់ mention ដែរបើសិនជា email របស់អ្នកនរគ្នាធ្លាប់ទិញហើយអញ្ចឹងយើងចង់ទៅទិញវាទៀតអត់បានទេយើងនឹងទៅប្រើ email ដែលថ្មី email ដែលធ្លាប់ទិញកម្មវិធី Adobe Photoshop ហ្នឹងអូខេ1 2 3អូខេ1 2 3អញ្ចឹង1 2 3បាទអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ website adobe.com អញ្ចឹងយើងចូលទៅក្នុងពាក្យថា view price and plan ហើយត្រង់កន្លែងនេះយើងមើលឃើញថាមាន subscription ច្រើនប្រភេទអញ្ចឹង subscription ដែលខ្ញុំ recommend អ្នកទាំងអស់គ្នាគឺជាប្រភេទ subscription student and teacher ដែលវាមានតម្លៃ special ល្អមែនទែនគឺមួយខែតែ$7.99អ្នកទាំងអស់គ្នាអាចប្រើបាន2 device បាទហើយអ្នកនរគ្នាអាចចុះតម្លៃរហូតដល់ទៅ76%អញ្ចឹងវាល្អមែនទែនអញ្ចឹងអ្នកនរគ្នាចុចពាក្យថា buy now បាទអញ្ចឹងត្រង់កន្លែងនេះយើងអាចធ្វើការ selected ទៅលើ monthly fee ថាតើយើងចង់បង់ជាខែឬក៏យើងចង់បង់ជាឆ្នាំអញ្ចឹងត្រង់កន្លែងនេះខ្ញុំយកជាខែយើងយកពាក្យថា continue អូខេអញ្ចឹងត្រង់កន្លែងនេះវាធ្វើការឲ្យយើងអាច select រើស subscription Adobe Stock អញ្ចឹងយើងមិនបាច់យកទេយើងយកពាក្យថា no thank you បាទអញ្ចឹងត្រង់កន្លែងចំណុច email address នេះគឺអ្នកទាំងអស់គ្នាអាចធ្វើការដាក់ email ដើម្បី sign in ចូល Adobe Creative Cloud អញ្ចឹងត្រង់កន្លែងខ្ញុំចង់ mention ដែរ email នេះគឺស្នើសុំឲ្យប្រើ email ថ្មីដែលអត់ទាន់បាន sign in ឬក៏ email ដែលអត់ទាន់បានទិញទៅលើ Adobe ហើយអញ្ចឹងយើងដាក់ email ថ្មីរបស់យើងចូលយើងយកពាក្យថា continue អូខេអញ្ចឹងត្រង់កន្លែងនេះយើងធ្វើការ login ចូលទៅហើយដោយសារខ្ញុំមាន account អញ្ចឹងខ្ញុំអាចធ្វើការដាក់ password ចូល